ប្រិយមិត្តយើងដែលស្នេហាវិស័យកីឡាបាល់ទាត់វិលត្រឡប់មកវិញជាមួយនឹងការវិភាគបាល់ទាត់ជាមួយនឹង Admin កុសលការប្រកួត Champions League វគ្គជម្រុះជើងទី2 16ក្រុមចុងក្រោយ Admin មាន3គូពិសេសការប្រកួតរវាងក្រុមកំភ្លើងធំ Arsenal បាទត្រូវប៉ះជាមួយនឹងក្រុមBayern Leverkusen ខណៈដែល MQ Man City ទទួលក្រុមអ្នកមានបាទនៅអេស្ប៉ាញគឺ Atletico Real Madrid ចំណែកតោ Q Chelsea ត្រូវស្វាគមន៍ក្រុមអ្នកមានកំពូលបារាំងក៏គឺ Paris Saint-Germain តោះបងប្អូនកុំឲ្យខាត់ពេលយូរយើងចូលមកដល់គូទី1នេះតែម្ដងទៅរវាងក្រុមកំភ្លើងធំ Arsenal បាទជាមួយនឹងក្រុម Bayern Leverkusen បាទគូនេះឆ្លប់ប៉ះគ្នាបាទជើងទី1គឺលទ្ធផល1-1យប់នេះជាការប្រកួតជើងទី2ក្នុងទឹកដីរបស់ Arsenal វិញម្ដងការប្រកួតចុងក្រោយរបស់ Arsenal គឺធ្វើបានល្អដោយឈ្នះទៅលើ Everton 2-0 ចំណែក Bayern Leverkusen គឺស្មើជាមួយនឹង Bayern 1-1ការប្រកួតយប់នេះ Arsenal អាចនឹងមានប្រៀបជាងក្នុងទឹកដីអញ្ចឹង Admin ក៏ចង់ឲ្យបងប្អូនលេងខាងក្រុម Arsenal ផងដែរបាទ Arsenal អាចនឹងយកឈ្នះបានតែរៀងទឹកគ្រាប់បន្តិចអញ្ចឹងគូនេះបងប្អូនអាចមានជំរឿនមួយទៅគឺលេងក្រុម3គ្រាប់ណាបងប្អូនបាទហើយគូទី2ការប្រកួតរវាងក្រុមMQ Man City បាទទទួលក្រុម Atletico Real Madrid ការប្រកួតជើងទី1នៅក្នុងទឹកដីរបស់អេស្ប៉ាញបាទគឺ Real Madrid បាទយកឈ្នះ3-0រួចទៅហើយបាទជាមួយនឹង Man City នេះជាការប្រកួតជើងទី2ក្នុងទឹកដី Etihad របស់អង់គ្លេសចាំមើល Man City អាច comeback ដូចកាលមុនបានឬក៏យ៉ាងណាបាទមុនគេអាច comeback 4-0ណាតែការប្រកួតជុំនេះមើលទៅអាច comeback បានឬក៏យ៉ាងណាបាទខណៈដែល3គ្រាប់ក្នុងទឹកដីរបស់អេស្ប៉ាញរួចទៅហើយអញ្ចឹងគូនេះAdminគេថា Man City អាចនឹងមានព្រៀបក្នុងការគ្រប់គ្រងបាល់បានច្រើនចាំមើល Real Madrid អាចទុកបានប្រមាណគ្រាប់ជាមួយនឹង MQ Man City អញ្ចឹងជម្រើសគូទី2នេះ Admin ក៏គិតថាបងប្អូនគួរតែលេងបាទខាង Real បន្តទៀតព្រោះ Real អាចមិនទប់ជើងទេជាមួយនឹង Man City អាចនឹងសងសឹកបន្តទៀតឬក៏អាចនឹងស៊ីបន្ថែមបាទចូលមកដល់គូទី3ការប្រកួតរវាងក្រុម Chelsea ជាមួយនឹងក្រុម Paris Saint-Germain យើងដឹងហើយការប្រកួតជើងទី1បាទពិតជាស្វិតស្វាញក្រុម Paris Saint-Germain បាទគឺលុតទៅលើ Chelsea 5-2បាទរកបានដល់ទៅ5គ្រាប់ការប្រកួតជើងទី2នេះទឹកដីបាទ Stamford Bridge របស់ Chelsea ចាំមើល Chelsea អាច comeback ដោយការនៅបាទពីរង្វាន់ FIFA Club World Cup បានទេដោយឈ្នះបាទ Paris 3-0 ណាចំណែកការប្រកួតក្នុងលីករបស់ក្រុមបាទ Chelsea វិញគឺធ្វើមិនបានល្អទេដោយប្រកួតចុងក្រោយគឺចាញ់ទៅលើ Newcastle 1-0ក្នុងទឹកដីរបស់ខ្លួនទៀតចំណែកឯ Paris វិញអត់មានការប្រកួតគេគឺសម្រាប់បានល្អមែនទែនបាទក្នុងសប្តាហ៍អាទិត្យនេះណាអញ្ចឹងគូនេះAdmin គិតថាគូនេះអាចនឹងមានគ្រាប់បាល់បាទលើ3គ្រាប់ទៀតហើយបាទគូនេះមិនទុកជើងទេអាចនឹងបដូរផ្លាច់បាទយកគ្រាប់បាល់ច្រើនបាទអញ្ចឹងបងប្អូនអាចលេងលើ3គ្រាប់បានបាទគូចុងក្រោយនេះគ្រាន់តែជាការវិភាគរបស់Adminតែម្ដងការសម្រេចចិត្តស្ថិតនៅលើបងប្អូនទាំងអស់គ្នាតាមបងប្អូនអាចចង់បានជម្រើសគូល្អៗបាទគូពិសេសបាទក៏អាចចូលរួមជាមួយនឹងក្រុមបាល់របស់Adminបាទ link បាទក្រោម profile ដូចជានៅក្នុង comment វីដេអូមួយនេះបងប្អូនយល់យ៉ាងណាសម្រាប់ការវិភាគរបស់Adminកុំភ្លេច comment បាទជាមួយនឹង Admin ទាំងអស់គ្នានៅក្នុងវីដេអូមួយនេះបងប្អូនកុំភ្លេចចូលចុច like ចុច share ដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយជូនពរសំណាងល្អ